bạn số đây là từng kia son xoa cùng một can video bằng riêng bằng pi camera Lumia chắc chỉ cách tập bố nhưng xong và hai nhà từng kia tha ta camera Lumia nó kịp ra sầm rạp vừa vậy camera Lumia ra sầm rạp renderในรูปភាពពិតឬក៏រូបភាពមានចលនាគេថារូបភាព animation ហ្នឹងតាក់ទងជាមួយនឹងគម្រោងអ្នកទាំងអស់គ្នានៅក្នុងវិស័យដូចជាស្ថាបត្យកម្មឬក៏តុបតែងលម្អខាង landscape design interior exterior design ឬក៏ផ្នែកសំណង់ civil ជាដើមបាទអញ្ចឹងកុំឲ្យខាត់ពេលយូរយើងចាប់ដើមបើកនៅកម្មវិធីរបស់យើងដោយគ្រាន់តែចុច click ទៅលើកម្មវិធីវានឹងចាប់ផ្ដើមដំណើរការឲ្យយើងអញ្ចឹងបន្ទាប់ពីយើងបើកកម្មវិធីមកវានឹងលុបផ្ទាំងមួយបែបនេះហើយ version ដែលយើងកំពុងសិក្សានេះគឺ version ទី12បាទអញ្ចឹងដើម្បីតេស្តនៅកម្លាំងម៉ាស៊ីនថាតើកម្លាំងម៉ាស៊ីនរបស់យើងអាចអស់នៅកម្មវិធី Lumia នេះរួចអត់អញ្ចឹងយើងចូលពាក្យថា benchmark នេះមកហ្នឹងហើយនៅក្នុងនេះមានពាក្យថា minimal ហើយនិង recommend កាលណាកម្លាំងម៉ាស៊ីនរបស់អ្នកទាំងអស់គ្នាដូចជា GPU RAM ក៏ដោយឲ្យតែរត់នៅក្រោមពាក្យថា minimal នេះយើងអាចប្រើប្រាស់កម្មវិធី Lumia នេះបានប៉ុន្តែនៅមានកម្រិតអញ្ចឹងបើសិនជាកម្លាំងម៉ាស៊ីនរបស់អ្នកទាំងអស់គ្នារត់ហួសទៅពាក្យហួសពីពាក្យថា recommend នេះឬក៏ចិត្តដល់ពាក្យ recommend នេះបានន័យថាកម្លាំងម៉ាស៊ីនរបស់នេះអ្នកទាំងអស់គ្នាខ្លាំងអញ្ចឹងយើងអាចធ្វើការងារដូចជា render resort ឬក៏ render នៅគម្រោងធំបានបាទបន្ទាប់មកខ្ញុំសូមចេញមកវិញហើយចូលទៅកាន់ពាក្យថា example នេះគឺជាឧទាហរណ៍ស្រាប់តែកម្មវិធី Lumia បានរៀបចំឲ្យអ្នកទាំងអស់គ្នាអាចចូលមើលបាននៅក្នុងនេះដែលគ្រាន់តែចុចចូលទៅលើវាមួយទៅហើយយើងអាចមើលថាតើការរៀបចំនៅដើមឈើការចាក់ material ការដាក់ effect របស់គេបែបម៉េចខ្លះអញ្ចឹងយើងអាចចូលទៅ save ជាបន្ថែមទៀតបានប៉ុន្តែខ្ញុំសូមចេញមកវិញចូលទៅកាន់ការបង្កើតនៅការងារថ្មីដោយគ្រាន់តែចុចពាក្យថា create new នេះបាទអញ្ចឹងនៅក្នុងនេះយើងចង់ render នៅក្នុងបរិស្ថានបែបម៉េចដូចថាចង់ render នៅកន្លែងតំបន់ភ្នំឬក៏តំបន់ឆ្នេរសមុទ្រឬក៏តំបន់ដែលមានព្រៃឈើច្រើនយើងអាចជ្រើសរើសមួយនៅក្នុង option 9នេះអញ្ចឹងខ្ញុំសូមយកពាក្យថា plain environment នេះចុះដំបូងខ្ញុំចង់បង្ហាញអ្នកទាំងអស់គ្នាអំពី user interface បានន័យថាអ្វីដែលអ្នកទាំងអស់គ្នាកំពុងតែបានឃើញនេះនៅផ្នែកខាងលើគឺជា layer សម្រាប់ផ្ទុកនៅ object នីមួយៗតាម layer នីមួយៗនេះបានហើយយើងអាចបិទឬក៏បើក layer បានបាទផ្នែកខាងក្រោមខាងឆ្វេងដៃនេះយើងមាន tool ធំចំនួន4បាទដែល tool ទី1មាន content library មាន material មាន landscape ហើយនិង weather បាទរីឯផ្នែកខាងស្ដាំដៃនេះវិញគឺយើងកំពុងតែឈរនៅលើ tool នេះគឺ tool សម្រាប់ដាក់នៅដើមឈើឬក៏ object ឬក៏ផ្ទះផ្សេងចូលមកកាន់ការងាររបស់យើងនេះហើយសម្រាប់យើងចង់ render ជារូបស្លឹកយើងអាចចុចកន្លែងពាក្យ photo នេះបានរីឯ movie នេះវិញយើងសម្រាប់ render ជារូបភាព animation បាទអញ្ចឹងខ្ញុំសូមដាក់នៅដើមឈើមួយជាមុនដោយគ្រាន់តែចុចចូល tool play មកចូលកន្លែង nature នេះអញ្ចឹងរើសយកដើមឈើមួយណាដែលយើងឆ្លាញ់សិនមកបាទអញ្ចឹងចាប់ដើមរៀនពីការ move កាមេរ៉ាជាមុនសិនបាទអញ្ចឹងគ្រាន់តែយើងចុចអក្សរ W បានន័យថាកាមេរ៉ារបស់យើងកំពុងតែ move ទៅមុខហើយធ្វើចលនាទៅមុខអញ្ចឹងណាហើយបើសិនជាយើងចង់ថយក្រោយគ្រាន់តែចុចអក្សរ S មកវិញមកយើងអាចថយក្រោយបានហើយកាលណាយើងចុចអក្សរ A គឺកាមេរ៉ារបស់យើង move មកកាន់ខាងឆ្វេងដៃហើយអក្សរ D វិញមកកាន់ខាងស្ដាំដៃនិងអក្សរ Q យើងអាច move វាឡើងទៅលើសម្រាប់អក្សរ E វិញអាច move ចុះមកក្រោមដូចអ្វីដែលគេបានប្រាប់នៅខាងស្ដាំដៃនេះគឺជា shortcut ដែលគេបានប្រាប់យើងណាអញ្ចឹងបន្ទាប់មកទៀតការថែមល្បឿនកាមេរ៉ារបស់យើងឲ្យលឿនជាងមុនបាទយើងគ្រាន់តែចុចអក្សរ W move ទៅមុខហើយចុច shift បាទនេះអញ្ចឹងល្បឿនកាមេរ៉ារបស់យើងលឿនជាងមុនកាលណាយើងចង់បន្ថែមល្បឿនរបស់យើងឲ្យលឿនជាងមុនមួយកម្រិតទៀតដោយគ្រាន់តែចុចអក្សរ W ដដែលបូក shift ហើយនិងបូក space បាទអញ្ចឹងល្បឿនកាមេរ៉ារបស់យើងឲ្យតែលឿនខ្លាំងជាងមុនទៀតបាទអញ្ចឹងបើសិនជាយើងចង់មូវកាមេរ៉ាទៅមុខឲ្យមានល្បឿនយឺតបំផុតយើងអាចចុចអក្សរ W ហើយចុចបូកជាមួយនឹង keyboard space ឲ្យជាប់អញ្ចឹងយើងឃើញថាការមូវកាមេរ៉ារបស់យើងនេះមានល្បឿនយឺតជាងការមូវធម្មតាបាទ
បន្ទាប់មកទៀតយើងធ្វើការ rotate វិញម្ដងការ rotate កាមេរ៉ានៅក្នុងកម្មវិធី Lumia ដែលគ្រាន់តែយើងប្រើ right click យើងចាប់ផ្ដើមបវល់កាមេរ៉ារបស់យើងបានហើយអញ្ចឹងបើសិនជាយើងប្រើបែប orbit camera គឺយើងគ្រាន់តែប្រើអក្សរ O ហើយចុចជាមួយនឹង right click បាទអញ្ចឹងការបវល់បែបនេះគឺគេហៅថា orbit camera បាទនៅពេលដែលយើងបើក project ថ្មីរួចរាល់ហើយយើងចង់ import នៅ model SketchUp របស់យើងដូចជាផ្ទះ Villa Condo ដែលយើងបានគូររួចរាល់ហ្នឹងចង់ import វាចូលមកកាន់កម្មវិធី Lumia ដើម្បីធ្វើការ render អញ្ចឹងទីមួយយើងចូលមកកាន់កន្លែង tool place នេះហើយយើងចុចពាក្យថា import model និងចុចពាក្យថា import new model បាទនៅពេលដែល import new model រួចហើយយើងរកនៅ file ដែលយើងទុកនៅកន្លែង folder ណាមួយដែលយើងទុកជាក់លាក់ហ្នឹងអញ្ចឹងខ្ញុំចង់ import file មួយដែលមានឈ្មោះថា small house zone មួយនេះខ្ញុំអាចចុចពាក្យថា open មកបាទកាលណា open មកវា load ផ្ទាំងមួយឲ្យយើងនៅក្នុងនេះយើងអាច rename ឈ្មោះ project ហ្នឹងបានហើយទី2យើងអាចបង្កើតនៅ category folder មួយបានបាទដោយយកនៅពាក្យថា new folder មកហើយខ្ញុំវាយពាក្យថា house បាទ house អញ្ចឹងកន្លែង A and line នេះខ្ញុំអត់យកទេខ្ញុំចុចសញ្ញាគ្រីសនេះមកបាទអញ្ចឹងបន្ទាប់ពីបាន import រួចហើយយើងជ្រើសរើសយកទីតាំងណាកន្លែងដែលយើងចង់ដាក់អញ្ចឹងណាខ្ញុំចុច click មួយមកហើយចាប់ផ្ដើម move model ហ្នឹងឲ្យវាឡើងលើតិចកុំឲ្យវាកប់ដីពេកណាបាទនៅពេលណាដែលយើង move រួចហើយយើងខ្ញុំសូមបញ្យល់កន្លែងផ្នែក folder នេះតិចមុនហ្នឹងខ្ញុំ rename ហើយនឹងបង្កើត folder មួយឈ្មោះថា house នេះកាលណាយើង import នៅផ្ទះដតីផ្សេងទៀតអញ្ចឹងយើងអាច import ចូលមកក្នុងfolder ឈ្មោះថា house បានហើយកាលណាយើង import ដូចជា object ដូចជាម៉ូតូឡានកង់ឬក៏របស់ផ្សេងទៀតអញ្ចឹងយើង create នៅ folder ថ្មីទៅដើម្បីងាយស្រួលរកនៅថ្ងៃក្រោយណាអញ្ចឹងដូចជាបង្កើត file ថ្មីមួយយើងអាចជ្រើសរើសយក model ចាស់របស់យើងហ្នឹងដើម្បីយកមកប្រើប្រាស់ម្ដងទៀតបានបាទអញ្ចឹងបន្ទាប់មកទៀតយើង import model រួចហើយដើម្បីកុំឲ្យបាត់ file ឬក៏បាត់ការងារដែលយើងខំធ្វើហ្នឹងយើងអាចចូលមកកាន់ពាក្យថា save បាទបន្ទាប់មកទៀតយើងយកពាក្យថា save as បាទហើយយើងជ្រើសរើសយក folder ណាដែលជាក់លាក់ដែលយើងចំណាំទៅណាហើយយើងវាយ write name project របស់យើងបាទយើងយកពាក្យថា save as បន្ទាប់មកទៀតយើងរក folder ដែលយើងចង់ទុកហ្នឹងទៅហើយយើង write name នៅ project របស់យើងបាទចុចពាក្យថា save នៅការងារដែលយើងកំពុងតែធ្វើហ្នឹងត្រូវបាន save ទុកនៅ folder ជាក់លាក់មួយបាទកាលណាយើងធ្វើដូចជាដាក់នៅតាមឈើបន្ថែមបាទឬក៏ដាក់នៅ object ផ្សេងបន្ថែមទៀតអញ្ចឹងយើងកុំភ្លេចចូលមកកន្លែង save ដដែលនេះហើយយកពាក្យ save នេះដើម្បីរក្សាទុកនៅការងារដែលយើងបាន update បន្តរហូតហ្នឹងកុំឲ្យវាបាត់ណាបាទអញ្ចឹងចំណុចមួយទៀតនៅពេលដែលយើងបិទកម្មវិធី Lumia រួចហើយយើងត្រឡប់មកធ្វើការងារចាស់របស់យើងម្ដងទៀតអញ្ចឹងគ្រាន់តែយើងចុចពាក្យថា load បន្ទាប់មកទៀតយើង load project ហើយយើងចាប់ផ្ដើមរកនៅ file folder ណាដែលយើងរក្សាទុកនៅការងារចាស់របស់យើងដែលយើងចង់បើកនោះដូចខ្ញុំចង់បើកនៅ file មួយដែលមានឈ្មោះថា 01 នេះអញ្ចឹងខ្ញុំចាប់ផ្ដើម open មកនោះវានឹងបើកនៅការងារចាស់របស់យើងមកសារថ្មីម្ដងទៀតបាទនេះការងារចាស់ដែលយើងបានធ្វើមុនហ្នឹងបាទ